ឈប់ភ្លាមនរណាហ៊ានប៉ះពាល់កូនស្រីយើងពិតជាគួរឲ្យស្អប់ណាស់យ៉ាងហ្វាងឯងមិនត្រឹមតែមិនព្រមសងបំណុលចាស់ទេថែមទាំងហ៊ាននាំសត្វចម្លែកបែបនេះមកគំរាមកំហែងមន្ត្រីរាជការទៀតផងនរណាថាខ្ញុំជំពាក់ឲ្យមិនសងថ្ងៃនេះខ្ញុំនឹងសងបំណុលចាស់របស់ម្ចាស់ដេចាឲ្យអស់ហើយថែមទាំងបងពុនជូនរាជការសម្រាប់មួយឆ្នាំពេញឲ្យរួចរាល់ក្នុងពេលតែមួយទៀតផងយ៉ាងហ្វាងឯងមិនមែនឈួតទេដឹងអាហាត្រឹមតែឯងនឹងឯងខ្ចីខ្ញុំ40ដំឡឹងវាជាចំនួនច្រើនមហាសាលទៅហើយឯងនៅចង់បងពុនសម្រាប់ឆ្នាំក្រោយឲ្យអស់ទៀតយកសពទាំងថ្ងៃមែនទេបើបុកទាំងប្រាក់ពុនផងថ្ងៃនេះឯងត្រូវដកប្រាក់ឲ្យបានដល់ទៅ100ដំឡឹងឯណោះបើថ្ងៃនេះឯងពិតជាអាចដកវាចេញមកបានមែនខ្ញុំនឹងនាំមនុស្សចាក់ចេញពីទីនេះភ្លាមតែបើដកមិនបានទេនោះមានន័យថាឯងបោកប្រាស់រាជការត្រូវទទួលទោសធ្ងន់ប្រយ័ត្នត្រូវដាច់ក្បាលណាច្រើនម្លេះទោះជានៅក្នុងរាជធានីក៏មិនដែលមានពុនខ្ពស់ដល់ថ្នាក់នឹងដែរនេះវាពិតជាហួសហេតុពេកហើយទោះជាយ៉ាងណាបើថ្ងៃនេះពួកឯងមិនអាចដកប្រាក់ចេញមកបានទេអញ្ចឹងក៏មិនទោសថាលោកម្ចាស់ម្នាក់នេះប្រែក្រឡាស់មិនស្គាល់មនុស្សអីទៅចុះល្អតែ100ដំឡឹងទេមែនទេខ្ញុំនឹងឲ្យលោកឥឡូវនេះឯងចង់ធ្វើអីហ្នឹងយ៉ាងហ្វានឯងក្លឹមធំណាស់ហ៊ានលួចវាប្រហារមន្ត្រីរាជការផងលោកម្ចាស់យល់ច្រឡំហើយប្រាក់ពន្ធនិងបំណុលចាស់គឺនៅក្នុងក្បឿងនេះទាំងអស់មាសច្រើនណាស់មិនអាចទៅរួចទេមិនអាចទៅរួចដាច់ខាតនេះជាមន្តអាគមត្រូវតែជាមន្តអាគមហើយលោកម្ចាស់សៀលោកម្ចាស់ចៅប៉ុណ្ណឹងតើគ្រប់គ្រាន់សម្រាប់បងពុនឬនៅហើយគ្រប់គ្រាន់សម្រាប់សងបំណុលចាស់ដែរទេអាវវ័នភ័យនឹងច្បាស់ជាបានរកឃើញរ៉ែមាសនៅភ្នំខាងក្រោយហើយជាជាងទុកឲ្យវាចំណេញមិនល្អជាងទេអីបើយើងយកវាមកជារបស់យើងនោះបន្តិចទៀតខ្ញុំនឹងធ្វើពុតជានាំមនុស្សចេញទៅអញប្រញាប់ហៅមនុស្សមកភ្លាមទៅហើយចាប់យកមាសទាំងនេះព្រមទាំងស្រីទាំង3នាក់នោះមកឲ្យអស់រួចហើយយើងចែកគ្នាពាក់កណ្ដាលម្នាក់បងថ្លៃពិតជាអស្ចារ្យមែនធ្វើតាមបងចុះប្រហែលជាគ្រប់គ្រាន់ហើយយើងជាមន្ត្រីសិទ្ធិរដ្ឋយុត្តិធម៌មិនដែលយកលុយកាក់របស់រាជសំបីតែមួយសេនឡើយក្នុងពេលដែលប្រាក់ពន្ធត្រូវបានបង់រួចរាល់ហើយនោះយើងក៏មិនចង់ដេញដល់អ្វីទៀតដែរពួកយើងទៅលោកម្ចាស់ចោលបំណុលសង្អស់ហើយតើលោកចង់មានន័យថាម៉េចហ្នឹងអញថាសង្អស់គឺអស់អញ្ចឹងអីកាលនោះបើគ្មានលុយខ្ញុំឲ្យខ្ចីទេអញក៏គ្មានជីវិតរស់ដល់ពេលនេះដែរលោកជង្គង់ចុះសម្រាប់ឯងយើងប្រៀបដូចជាឪពុកម្ដាយបង្កើតជាថ្មីអញ្ចឹងចង់សងគុណនេះវិញមែនទេគ្រាន់តែមាសប៉ុណ្ណឹងខ្លាចតែមិនគ្រប់ទេដឹងចៅប៉ាភីឯងនេះពិតជាមនុស្សត្រឡប់ត្រលិនមែនត្រឡប់ត្រលិនហើយយ៉ាងម៉េចលោកម្ចាស់ស្រុកចេញទៅបាត់ហើយអ្វីដែលយើងនិយាយគឺជាច្បាប់ពួកយើងយកទាំងរ៉ែមាសនិងស្រីម្នាក់នេះទៅឲ្យអស់បងប្រយ័ត្នចង់ងាប់មែនទេលីហ្វុងឯងចង់ធ្វើអីហ្នឹងលោកម្ចាស់ដេចៅឥឡូវនៅចង់ទូទាត់បញ្ជីទៀតទេឯងនេះពិតជាមិនចេះរៀងចាមែនលើកមុនត្រូវរន្ទះបាញ់ហាក់ដូចជាមិនទាន់ភ្លឺភ្នែកនៅឡើយទេតែថ្ងៃនេះខ្ញុំនឹងរៀបចំឯងឲ្យច្បាស់តែម្ដងបានហើយយ៉ាន់យាយឲ្យរឿងចាស់កន្លងមកចាត់ទុកថាទូទាត់គ្នាអស់ចុះណាចុះទៅថ្ងៃមុខឯងនៅហ៊ានមករករឿងប្រពន្ធទាំង3របស់ខ្ញុំទៀតអត់លែងហ៊ានហើយបាទលោកម្ចាស់យ៉ាន់យាយលោកជាមនុស្សចិត្តទូលាយសូមមេត្តាលើកលែងទោសឲ្យឆ្កែដូចជាខ្ញុំផងទៅណានៅមិនទាន់ប្រញាប់ទៅទៀតទៅហើយខ្ញុំទៅឥឡូវហើយ